Hello ស្វាគមន៍បងប្អូនគ្នានេះគឺជាវីដេអូដែលខ្ញុំបានមកដល់កំពង់សោមភ្លាមៗណានិយាយទៅគឺយើងអត់មានចាប់អារម្មណ៍រឿងទៅរកស្ថានភាពរកអីទេគឺថាមកដល់មាត់សមុទ្រគឺចូលសមុទ្រភ្លាមតែម្ដងហើយក៏អាវក៏មិនតាន់ដូរដែរនិយាយទៅគឺថាអូយគឺថាយើងមកដល់មកលេងសមុទ្រគឺសំដៅមករកសមុទ្រហ្នឹងហើយថាមិនបានលេងបានមួយទឹកក៏បានដែរតែថាបានឃើញសមុទ្រណាគឺដឹងស្រស់ស្រាយខ្លាំងមែនទែនហ្មងហើយឥឡូវហ្នឹងគឺខ្ញុំធ្វើការដើរសំដៅទៅរកសមុទ្រហ្នឹងដើម្បីថតរូបហើយទៅចៃដន្យអីបងប្អូនថតនៅតាមផ្លូវផងហើយទូរស័ព្ទហ្នឹងគឺថាសល់តែ8%ទេណាហើយទៅតស៊ូទៅថតនៅចិត្តមាត់សមុទ្រអីណាចាំមើលថតបានប៉ុន្មានអស់ថ្មទូរស័ព្ទបាត់ហ្នឹងហើយបងប្អូនទាំងគ្នាថ្ងៃមកលេងសមុទ្រនេះគឺជាការដើរកំសាន្តបែបស្លន់លហើយអញ្ចឹងណាព្រោះពេលដែលយើងចេញមកហ្នឹងគឺចេញមករឿងថ្ងៃដែរចប់ការងារពីនោះភ្លាមចេញមកភ្លាមឥឡូវនេះគឺទៅទូរស័ព្ទខ្វាត់ខ្វាយរឿងដើររកកន្លែងស្ថានភាពស្នាក់នៅអញ្ចឹងណាដោយសារមកភ្លាមគឺអត់ដឹងទៅដើររកស្ថានភាពណាទេទៅមកសមុទ្រសិនហើយតមកតាមឆែក page ទៅសួរតាមក្រោយអញ្ចឹងណាហើយឥឡូវនេះគឺយើងមកកក់ស្ថានភាពរួចហើយគឺយើងចាប់ដើមស្បាយអល់ហើយយើងមើលសមុទ្រផ្លែសិនហើយមើលអស់ចិត្តមកផ្លែសិនហើយបានយើងស្ពុតទៅរកកន្លែងស្ថានភាពអញ្ចឹងចាប់បន្តថាបងប្អូនយើងមកលេងកំពង់សោមលើកទី1រៀងរវល់តិចហើយពេលយើងមករៀងមកដល់ថ្ងៃហើយទៅនៅកក់ស្ថានភាពនៅអីទៀតហើយទៅខ្ញុំអត់មានបានលេងទឹកទេគឺថារវល់ពេកអញ្ចឹងណាហើយឥឡូវនេះគឺបានមកថតសមុទ្រផ្លែហ្នឹងអត់មកទូរស័ព្ទហើយក៏សម្រាប់ចិត្តថាទៅរកដើរទៅរកកន្លែងស្ថានភាពអញ្ចឹងគាត់មានផែនទីមើលអញ្ចឹងគឺនៅថតសមុទ្រហ្នឹងបានតែមួយផ្លែទេឥឡូវនេះគឺយើងធ្វើដំណើរត្រឡប់ទៅវិញអញ្ចឹងដោយសារទូរស័ព្ទចិត្តអស់ថ្មអញ្ចឹងគឺយើងប្រញាប់ទៅឲ្យបានលឿនឲ្យទៅបានទូរស័ព្ទអញ្ចឹងណាព្រោះតែយើងទៅទូរស័ព្ទយើងអស់ថ្មចប់បណ្ដោយយើងនិយាយអាហ្នឹងរកឲ្យយើងឃើញអញ្ចឹងណាព្រោះរងថ្ងៃរួមនឹងទូរស័ព្ទហើយឥឡូវហ្នឹងគឺយើងធ្វើការជាបញ្ញាហ្នឹងចេញពីសមុទ្រទៅអញ្ចឹងនិយាយចិត្តគាត់ចង់ចេញទៅទេដោយសារទឹកសមុទ្រវាស្អាតពេករកទៅស្អាតមកតែគឺស័ព្ទវាអស់ថ្មហើយវាយើងនៅក៏មានថតរូបហើយអញ្ចឹងណាអញ្ចឹងគឺយើងត្រូវបង្ខំចិត្តចាក់ចេញពីសមុទ្រហ្នឹងឆ្ពោះទៅរកស្ថានភាពម្ដងអញ្ចឹងចឹងមកថានេះជាបទពិសោធន៍មួយដែរចង់ចែកជូនបងប្អូនទាំងគ្នាថាពេលដែលមកសមុទ្រក៏ទៅដើរលេងណាកុំភ្លេចរឿង power bank មួយគឺត្រូវយកទៅតាមខ្លួនហើយខ្ញុំនេះឡើយបញ្ញាប់ស្លន់ស្លោពេកភ្លេចយក power bank មកអញ្ចឹងគឺខ្ញុំអត់សូវបានថតរូបទេដោយសារទូរស័ព្ទខ្ញុំវាអស់ថ្មចាប់អស់ថ្មនិយាយទៅបងប្អូនជឿថាការយើងដើរលេងមានអារម្មណ៍ថាហត់ជាងធ្វើការទៀតយើងធ្វើការយើងត្រូវមានម៉ោងសម្រាប់អីតែដើរលេងគឺថា direct ហ្មងអត់មានឈប់សម្រាប់ទេគឺថាអស់ពីកន្លែងមួយទៅកន្លែងមួយចូលរហូតតម៉ោងរហូតហ្មងប៉ុន្តែគាត់ថាយើងបានសុបាយអញ្ចឹងណាឥឡូវនេះយើងទៅមួយកន្លែងទៀតទៅរកស្ថានភាពទៅដូរអាវសិនហើយមកយើងត្រឡប់មកផ្សារទៀតអញ្ចឹងហ្នឹងហើយបងប្អូនទាំងគ្នាឥឡូវហ្នឹងគឺយើងបានវិលត្រឡប់មកវិញហើយបន្ទាប់ពីដូរអាវហើយអូយនិយាយទៅអារម្មណ៍ស្រស់ស្រាយសាហាវហ្មងបងប្អូនអ្នកណាគេមាន stress មានអីពីកន្លែងការងារមាន stress ពីនៅពេញនៅអីនោះយកមកចោលនៅនេះមកនិយាយទៅសុបាយខ្លាំងណាស់បងប្អូនឃើញបងប្អូនទាំងគ្នាគេមកលេងសមុទ្រគេមកតែ2នាក់ទេប៉ុន្តែធ្វើដូចសុបាយដូចគ្នាច្រើនអ្នកសុបាយដូចគ្នាច្រើនអ្នកអញ្ចឹងណាចឹងហើយយើងមកលេងសមុទ្រតើតែយើងចេះបោះចោលនៅអ្វីដែលយើងអារម្មណ៍មិនល្អនោះយើងចេះបោះចោលហើយរៀនរស់ជាមួយនឹងពេលបច្ចុប្បន្នដែលយើងមាននឹងចឹងណាហើយពេលមកដល់សមុទ្រហ្នឹងគឺខ្ញុំមានគិតអីច្រើនទេខ្ញុំស្ដាប់សំឡេងទឹកសមុទ្រគឺខ្ញុំសប្បាយចិត្តដែរហើយខ្ញុំលេងជាមួយនឹងអាលោកចឹងណាអ្នកណាថាខ្ញុំដូចក្មេងចូលដូចឈួតដូចថាទៅសំខាន់ខ្ញុំមិនងាយបានមកសមុទ្រទេនេះរាប់ខែ10ឆ្នាំទេខ្ញុំបានមកកំពង់សោមនឹងលើកទី1ថាតាំងពីខ្ញុំធំមកធំមិនដឹងថាលើកទី1ខ្ញុំបានមកលេងសមុទ្រនៅកំពង់សោមណានិយាយទៅគឺថាស្អាតរបស់គេទឹកសមុទ្រគឺស្អាតហើយផ្នែកមែនចឹងមិនថាបងប្អូនបើជាយោបល់របស់ខ្ញុំខ្ញុំគិតថាបើសិនជាអាចយើងមួយឆ្នាំយើងមកលេងសមុទ្រម្ដងក៏ល្អដែរយើងយករឿងមិនល្អរបស់យើងរឿងមិនសុខចិត្តរឿង stress ហ្នឹងយើងមកបោះចោលនៅសមុទ្រចឹងណាវាទៅធូរចិត្តខ្លាំងណាស់បងប្អូនពេលយើងមកដល់សមុទ្រណាពេលដែលយើងឃើញទឹកសមុទ្រធំល្វឹងល្វើយមានរលកមានអីចឹងឲ្យស្ដាប់សំឡេងទឹកសមុទ្រអារម្មណ៍ល្អខ្លាំងណាស់ហើយបើសិនជាអាចយើងមួយឆ្នាំយើងមកលេងម្ដងទៅយើងធ្វើអារម្មណ៍យើងធូរស្រាលយើងអត់សូវ stress ជាមួយនឹងការងារខ្លាំងទេហើយពេលមកលេងសមុទ្រកុំភ្លេចធ្វើដូចខ្ញុំចឹងបងប្អូនមកលេងរលកយើងទៅសើចសប្បាយទៅមិនខ្វល់អ្នកណាគេមើលមកយើងគិតមកយើងថាមិនទេសំខាន់ពេលនេះគឺយើងកំពុងតែសប្បាយនឹងជីវិតបច្ចុប្បន្នកាលរបស់យើងចឹងណាខ្ញុំអត់ខ្វល់ទេហើយខ្ញុំរត់លេងជាមួយនឹងរលកខ្ញុំមានអារម្មណ៍ថាខ្ញុំប្រៀបដូចកំពុងតែនៅក្នុងវ័យកុមារភាពចឹងណាគឺជាវ័យដែលអត់គឺថាយើងអត់សូវគិតច្រើនវ័យកុមារភាពគឺអត់គិតអីសោះហ្មងពេលហ្នឹងគឺខ្ញុំមានអារម្មណ៍ចឹងថាគឺសប្បាយចិត្តខ្លាំងអារម្មណ៍ទៅថាអារម្មណ៍ពីមុនពីនៅក្មេងបើខ្ញុំបានត្រឡប់មកវិញចឹងណានិយាយទៅគឺមានន័យខ្លាំងមែនទែននេះជាបទពិសោធន៍របស់ខ្ញុំណាបើសិនជាបងប្អូនមានអារម្មណ៍ថា stress ខ្លាំងអត់សប្បាយចិត្តអីចឹងមកលេងសមុទ្រមកនិយាយទៅយើងជួយចំណាយលុយដើម្បីសុខភាពផ្លូវចិត្តរបស់យើងភាសាយើងយកលុយយកទៅទិញថ្នាំនិយាយទៅមុនមកសមុទ្រហ្នឹងខ្ញុំពិបាកចិត្តខ្លាំងណាស់បងប្អូនទាំងគ្នាប៉ុន្តែបន្ទាប់ពីខ្ញុំបានមកឃើញទឹកសមុទ្រវិញហើយខ្ញុំមានអារម្មណ៍ថាខ្ញុំបានបោះចោលឡើងសម្រាប់ដែលនៅក្នុងក្បាលខ្ញុំច្រើនខ្លាំងមែនទែនណាចាំថាខ្ញុំចង់ប្រាប់បងប្អូនទាំងគ្នាពីបទពិសោធន៍របស់ខ្ញុំហ្នឹងថាពេលដែលខ្ញុំមុនមកសមុទ្រហើយនឹងក្រោយដែលខ្ញុំបានមកដល់សមុទ្រហើយហ្នឹងតែអារម្មណ៍ខ្ញុំវាប្រែប្រួលម្ដងណាអញ្ចឹងណានិយាយទៅគឺថាជួយដោះស្រាយបញ្ហាផ្លូវចិត្តបានច្រើនមែនទែនហ្មងបងប្អូនមានអារម្មណ៍ថាប្លែកពេលដែលយើងបានមកដល់សមុទ្រអញ្ចឹងទៅយើងឃើញទឹកសមុទ្រឃើញអីឲ្យស្រស់ស្រាយអញ្ចឹងណាពេលអញ្ចឹងការរឿងពិបាកចិត្តរឿងអីហ្នឹងវាទៅតាមនឹងដែរអញ្ចឹងណាអញ្ចឹងហើយបើសិនជាបងប្អូនពិបាកខ្លាំងក៏ចេញឬមក depression នេះខ្លាំងមកលេងសមុទ្រមកខ្ញុំសុខចិត្តថាចំណាយលុយម្ដងដើម្បីព្យាបាលជំងឺផ្លូវចិត្តយើងអាហ្នឹងក៏វាអាចនិយាយចឹងបានដែរអញ្ចឹងណាឥឡូវហ្នឹងបន្ទាប់ពីលេងទឹកសមុទ្រឆ្អែតហើយហត់អស់ចិត្តហើយក៏បានមួយទេគឺថាគាត់នៅលេងជាមួយលោកអញ្ចឹងណាព្រោះដោយសារល្ងាចហើយទៅក៏ហេវហត់អស់កម្លាំងគឺកំពុងតែដើរស្វែងរកអាហារដ្ឋានកន្លែងណាមួយទៅទៅដើរចូលទៅញ៉ាំអញ្ចឹងណាហើយដោយសារតែខ្ញុំមកលើកដំបូងខ្ញុំអត់ដឹងថាត្រូវញ៉ាំអីទេតាមពិតទៅពេលដែលខ្ញុំជិះទៅមុខទៀតខ្ញុំដឹងថាអូគឺមានលក់មកអាំងលក់អីនៅកន្លែងឆ្នេរមួយទៀតអូនិយាយពីថាស្ដាយមែនតើហ្មងដែលមកតិចថ្ងៃពេកបើតាមចិត្តខ្ញុំចង់មក3ថ្ងៃអីហ្នឹងឥឡូវនេះវីដេអូលេងទៅសមុទ្ររបស់យើងក៏បានមកដល់ទីបញ្ចប់ហើយអរគុណច្រើនបងប្អូនទាំងគ្នាដែលបានទស្សនាតាំងពីដើមរហូតដល់ចប់បើស្នេហ៍ចូលចិត្តកុំភ្លេចជួយ Subscribe Channel YouTube របស់អូនម្នាក់មួយផងណាហើយយោបល់ល្អពី admin គឺចង់ជូនសារទៅបងប្អូនទាំងគ្នាថាជីវិតយើងម្នាក់ៗអ្នកណាគេក៏មានទុកដែរអញ្ចឹងហើយពេលខ្លះយើងត្រូវចេះដោះលែងខ្លួនឯងឲ្យមានសេរីភាព
ដល់លេងកំណត់ខ្លួនឯងកុំឲ្យយើងនៅគាត់សុញនៅក្នុងពិបាកចិត្តរហូតចឹងណានិយាយទៅយើងត្រូវរៀនរស់នៅក្នុងបច្ចុប្បន្នកាលហើយព្យាយាមស្គាល់ខ្លួនឯងឲ្យកាន់តែច្រើនកាន់តែល្អហើយបើសិនជាអាចយើងត្រូវតែជៀសឲ្យផុតពីសម្ភារៈនិយមនឹងឲ្យបានច្រើនហើយយើងឲ្យមករៀនរស់នៅជាមួយនឹងធម្មជាតិដែលនៅជុំវិញខ្លួនណាកាន់តែល្អពិសោធន៍ពិតបើអេដមីនផ្ទាល់ហ្មងឥឡូវហ្នឹងជូតទឹកភ្នែកចេញមកលេងសមុទ្រជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ